ថ្ងៃនេះដោយសារតែបេសកកម្មចុះភូមិបងប្អូនមកជាតកតងជាមួយនឹង Sustainable livelihood ហើយមកជា Sustainable Agriculture and Development បញ្ចូលគ្នាអញ្ចឹងសួស្តីបងប្អូនអរគ្នាឥឡូវនេះនៅក្នុងវីដេអូនេះខ្ញុំបង្ហាញពីសកម្មភាពរបស់ខ្ញុំជាមួយនឹងមិត្តរួមថ្នាក់របស់ខ្ញុំធ្វើការចុះ survey នៅតាមភូមិនៅក្បែរសាកលវិទ្យាល័យដែលខ្ញុំកំពុងតែសិក្សាហើយ survey នេះគឺទាក់ទងជាមួយនឹងយើងចង់ដឹងអំពីជីវភាពនៃការរស់នៅរបស់ប្រជាពលរដ្ឋនៅទីនោះហើយក៏ដូចជាការសាកសួរអំពីផ្នែកកសិកម្មដំណាំដាំដុះអីផ្សេងៗដោយសារតែមុខវិជ្ជានេះមានមុខវិជ្ជា2ចូលគ្នាគឺទាក់ទងជាមួយនឹងមុខវិជ្ជា Sustainable Livelihood និងមុខវិជ្ជា Agriculture ហើយបងប្អូនទៅទស្សនាតថ្ងៃនេះដោយសារតែបេសកកម្មចុះភូមិបងប្អូនមុខវិជ្ជាតាក់ទងជាមួយនឹង Sustainable Livelihood ហើយមុខវិជ្ជា Sustainable Agriculture and Development បញ្ចូលគ្នាអញ្ចឹងទៅធ្វើការ survey តាមភូមិចឹងដើម្បីសួរពី livelihood របស់គាត់សួរពីការធ្វើកសិកម្មដំណាំអីផ្សេងៗហ្នឹងបងប្អូននៃទិដ្ឋភាពបងប្អូននៅនេះគេធ្វើពីអាចគោដើម្បីនេះណាបងប្អូនគោដើម្បីធ្វើឲ្យវាស្ងួតគេដាក់បិទនឹងជាងនេះដើម្បីយកទៅដាំបាយដើម្បីផ្សេងៗហ្នឹងប្រើប្រាស់នៅក្នុងផ្ទះឥឡូវនេះដូចបងប្អូនបានឃើញនេះយើងកំពុងតែពិភាក្សាកំពុងតែជជែកជាមួយនឹងអ្នកភូមិយើងមានអ្នកកាត់ជូនដែរជូនដើម្បីធ្វើដំណើរពីផ្ទះមួយទៅផ្ទះមួយអញ្ចឹងណាបងប្អូនឥឡូវនេះបងប្អូនដូចឃើញនៅក្នុងនេះវីដេអូខ្លីនេះគឺបង្ហាញពីអ្នកភូមិការរស់នៅរបស់ពួកគាត់ហើយដោយសារតែការសម្ភាសន៍នេះធ្វើជាកម្រងសំណួរយើងមានជាភាសាអង់គ្លេសប៉ុន្តែដោយសារតែភូមិគាត់មិនអាចប្រើប្រាស់ភាសាអង់គ្លេសបានទេអញ្ចឹងក៏ទៅការសម្ភាសន៍ជាភាសាហិណ្ឌីឲ្យពួកខ្ញុំដោយសារតែយើងមិនអាចនិយាយភាសាហិណ្ឌីបានហើយខ្ញុំជាអ្នកខាងចាប់រូបភាពនិងវីដេអូដើម្បីភ្ជាប់ជាមួយនឹង location ដូចបងប្អូនបានឃើញក្នុងវីដេអូនេះមានន័យថានៅពេលដែលយើងសម្ភាសន៍យើងទៅថតភ្ជាប់ចាប់រូបភាពអីផ្សេងៗដើម្បីភ្ជាប់ជាមួយនឹង location ដើម្បីនៅពេលដែលយើងយកទៅ visual data ទៅនឹង visual ទៅនឹងនេះចឹងដូចបងប្អូនបានឃើញចឹងមានប្រាប់ពីឈ្មោះភូមិប្រាប់ពីទីតាំងឈ្មោះអញ្ចឹងមកពេលវេលាថ្ងៃទីអីចឹងអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំបានពីការសម្ដែងតាមភូមិតាមភូមិជុំវិញក្បែរសាកលវិទ្យាល័យសិក្សាदो मेरा तो हाँ इस टाइम तो खाना खा के जैसे आप जाति प्रमाण पत्र बनाते हो ओबीसी में तो अभी क्या बोल रहे थे कि कितने लड़के में से बाहर काम करते हैंបញ្ជាក់ផងដែរថានៅក្នុងការសម្ភាសន៍នេះយើងផ្ដោតសំខាន់ទៅលើ 5 capital មានន័យថាធនធានទាំង5ជា framework ដែលយើងធ្វើការសម្ភាសន៍ហ្នឹងគឺដែលមានតកតងជាមួយនឹង social capital តកតងជាមួយ human capital financial capital physical capital និង natural capital ជាដើមហ្នឹងយើងផ្ដោតសំខាន់លើទាំងអស់ហ្នឹងដែលជារួមតកតងជាមួយនឹង question ដែលយើងបានសាកសួរពួកគាត់ហ្នឹងតកតងជាមួយនឹងការដាំដុះតាមអីផ្សេងតកតងជាមួយនឹង financial ប្រភពពួកគាត់នឹងបានអពីណាពួកគាត់ប្រាក់ចំណូលប្រាក់អីហើយគាត់ប្រមូលផលហ្នឹងគាត់យកទៅណាជាដើម